សម្គាល់ថានេះគឺជាពុទ្ធរូបមួយយ៉ាងស្អាតយ៉ាងពិសេសដើម្បីទុកជាគោរពបូជាពេលព្រះអង្គចូលព្រះនិព្វានកាន់ព្រះនិព្វានបាទចូលកាន់ព្រះនិព្វានបាទហើយនិយាយតាមញាតិញោមបងប្អូនទាំងអស់គ្នាបានសម្លឹងមើលទស្សនភាពនៅវត្តចុងព្រែកនាងល្អដាច់នេះហើយយើងខ្ញុំបាទមានការនិយាយមាននៅខ្វះខាតគឺប្រការណាមួយសូមញាតិញោមនិយាយតាមពុទ្ធបរិស័ទទាំងឡាយសូមខន្តីអភ័យទោសផងបាទមកអំពីថាយើងខ្ញុំបាទនេះក៏មិនបានរៀបរាប់នឹងនិយាយឲ្យបានច្បាស់លាស់ប៉ុន្មានទេបាទសូមជូនដំណឹងដល់យាយតាយើងយាយតាមេមីងបងប្អូនទាំងអស់ដើម្បីទស្សនានៅកន្លែងផ្លែកបាទកន្លែងដ៏ផ្លែកមែនទែនយាយតាបងប្អូនបាទកន្លែងនេះគឺជាកន្លែងគោរពបូជាថ្វាយដល់ព្រះព្រំបាទព្រះព្រំបាទយាយតាបងប្អូនសម្លឹងមើលចោះបាទឃើញថាទីកន្លែងសក្ការៈបូជានៃព្រះព្រំមានការស្អាតរៀបចំស្អាតមែនទែនបាទយាយតាបងប្អូនស្អាតមែនទែនយើងឃើញធម្មតានៅនាវត្តបាទមិនដូចអញ្ចឹងទេបាទហើយដល់វត្តចុងព្រែកនាងល្អដាច់នេះបាទស្អាតមែនបាទគេហៅថានាងល្អដាច់បាទឈ្មោះនាងល្អដាច់នេះការពិតល្អមែនស្អាតមែនបាទវត្តក៏ស្អាតហើយកន្លែងគោរពបូជាព្រះព្រំក៏ស្អាតបាទស្អាតមែនហើយឥឡូវយាយតាបងប្អូនទេសនាបន្តទៀតបាទយាយតាទេសនាបន្តនៅទីកន្លែងនេះគឺជាអ្នកនៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ភាវនានៅក្នុងស្រះបាទនៅក្នុងស្រះមជ្ឈលិនហើយមានអ្នកជាក្បាល8ដើម្បីគ្របដណ្ដប់នៅរូបនៅព្រះពុទ្ធកាលនោះមានខ្យល់បាទមានខ្យល់មានព្យុះទឹកលិចលង់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គកំពុងតែបានត្រាស់ដឹងជាព្រះពុទ្ធបាទត្រាស់ដឹងជាព្រះពុទ្ធពេលនេះអ្នកមកជួយបាំងបាទជួយបាំងភ្លៀងបាំងខ្យល់នៅក្នុងសម័យនោះបាទហើយទីកន្លែងនេះនៅក្នុងវត្តចុងព្រែកនេះមានកសាងរូបគឺជាទិដ្ឋភាពមួយដើម្បីទុកឲ្យញាតិញោមយាយតាពុទ្ធបរិស័ទទាំងឡាយសម្គាល់ថានេះគឺជាពុទ្ធរូបមែនគឺថាការពិតបាទការពិតនៅតែការពិតមែនដូច្នេះយាយតាបន្តទៅខាងមុខទេយាយតា
อนยัดได้แล้วปุ้งหายโจรไปเฮียลูกตาหายโจรไปเฮียบาทเอาคุณนะลูกตาโอ้ยหายโจรไปเฮียบาทหายหือสมาบาทสังเกตคือตาบอกคุณยีตาเฉินนะđâyบาทมอเฉินเนี่ยนะជាវិធីមួយដើម្បីដង្ហែនៅឬសីមាដើម្បីឡើងទៅកាន់នៅព្រះវិហារបាទនេះគឺជាសញ្ញាប្រៀបថាគឺជាវត្ថុមួយដែលនៅក្នុងព្រះពុទ្ធសាសនាដែលកើតឡើងជាវិធីធ្វើនៅបិណ្ឌបញ្ចុះសីមាយាយតាបងប្អូនថ្វាយបង្គំទេវតាសកម្មទេវរាជឋានតនពោះទាំង16ជាន់ពីឋានចតុមហារាជការតាវតង្យមមានទុសិតានិមមាននរតីបរិនិមិត្តសវតីព្រមបរិសិជាព្រមមកប្រយតាមមហាព្រំវិយទេវតាទាំងអស់គ្នាមានមហិទ្ធិឫទ្ធិយើងខ្ញុំសូមនមស្ការរហូតដល់ឋានព្រះព្រំទាំង16ជាន់ទេវតាគឺទាំង8រិទ្ធនៅនេះចក្រវាឡផែនដីទុក3
លោកថាត់ឡៅនេះទីទឹកទីកោទីពុកទីស្ទឹងបឹងបួសមិទ្ធសាគរទាំងឡាយនៅចិត្តនៅឆ្ងាយយៈគាត់ទុកគឺទាំង4មានមហិទ្ធិឫទ្ធិជួនមកថាត់ក្នុងទីនេះអរលោកតាម្ចាស់វត្តព្រមទាំងទេវតាតែសាស្ត្រទីហាត់វត្តជុំព្រេកហៅមានអរដាច់នេះក៏ដោយឲ្យពរឲ្យជ័យឲ្យសុខសេរីមកដល់ពុទ្ធបរិស័ទមានប្តីប្រពន្ធព្រះអង្គគ្រូចៅអធិការជាធិបតីដល់យាយតាប្រុសស្រីទីទៀតទីថ្ងៃប្តីសូមឲ្យបានសុខចម្រើនកើតពីជាយមនោរមដល់ទៅអនាគតពុទ្ធលិកដំពីអនុសង្ឃនៃវត្តចុះខាងវៃណានេះដូចចិត្តយាយតាប្រាថ្នាសូមយើងអនុមោទនាជ័យជ័យយកចេស្តាជ័យឈ្នះចិត្តមេជ័យឈ្នះចម្រាយជ័យឈ្នះឧបទ្រពខំនៃសួរសួរស្ដីសុខអាសួរស្ដីរូបាកន្លងសុខបានសុខទៅសុខសានសុខអស់គុំឋានសុខបានវាប្រាក់យកសាទៅមុខសុខអត់វល់ពោបីប្រកាខ្ញុំអូនទេរសាទទួលតម្កល់ពោបីនេះណាព្រោះពីព្រះសត្យទីនាងនេះទូនីដាច់ក្រុងពារីរទីឲ្យខាងដូចបង្អែមទៅអត់យើងមានអ្វីជាបន្តមែនចានៅក្នុងឧបនិស្សក៏បានស្វ័យសប្តាហ៍ទីនឹករំលឹកដល់គុណទេវតារកទេវតាហើយយើងចាំបានប្រសំក៏រំលឹកជើញអស់ពីសំណាក់ព្រះទេវតាព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គដែលបាននៅក្នុងសមាធិសិនគ្រប់ព្រះអង្គ